ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូសាជាថ្មីនៅក្នុងវីដេអូកែលំហាត់ថ្នាក់ទី9នៅក្នុងមេរៀនធម្មពលអគ្គិសនីបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅក្នុងការកែលំហាត់ទាំងអស់គ្នាណាអញ្ចឹងខ្ញុំមានលំហាត់នេះមួយគឺគេឲ្យយើងគណនាអានុភាពចង្គៀងរថយន្តមួយបើគេដឹងថាអាងតង់ស៊ីតេចរន្តឆ្លងកាត់អំពូលគឺ3អំពែកាលណាគេភ្ជាប់វាទៅនឹងអាគុយដែលមានតង់ខ្យង12វ៉ុលបាទអញ្ចឹងក្នុងបំរាប់នេះគេមានតែ2ទេគឺអាងតង់ស៊ីតេចរន្ត3អំពែតង់ខ្យង12វ៉ុលរូបមុនតកតងនឹងការគណនាអានុភាពយើងមានP ស្មើលើ T ហើយនឹងមួយទៀតហ្នឹង P ស្មើ ARE ការ៉េហើយនឹងរូបមន្តដែលយើងយកមកប្រើនេះគឺ P ស្មើ V គុណ I VI រូបមន្តទាំង3នេះអាចគណនាអានុភាពបានដូចគ្នាគ្រាន់តែក្នុងលំហាត់នេះយើងអាចយករូបមន្ត P ស្មើលើ T ទេព្រោះអត់មានអត់មានធម្មពលទេអត់មានរយៈពេលហើយ P ស្មើ ARE ការ៉េនោះយើងមានតែ I បាទមានតែ E ការ៉េ E មានអញ្ចឹងAI យើងអត់មានទេអញ្ចឹងអ្វីដែលយើងត្រូវប្រើគឺយើងប្រើតាម P ស្មើ V គុណ I អញ្ចឹងដំណោះស្រាយយើងជួលដំណោះស្រាយទាំងអស់គ្នាយើងខ្ញុំដាក់ថាគណនាអានុភាពនៃអំពូលចង្គៀងរថយន្តយើងប្រើប្រព័ន្ធ P ស្មើ V គុណ I បើមានបងប្អូនខ្លះសួរថាលោកគ្រូខ្ញុំអាចសរសេរ I V បានទេបានដូចគ្នាណា P ស្មើ V I ឬក៏ IV បានដូចគ្នាអញ្ចឹងដោយយើងស្រង់ប្រាប់ដោយយើងមានបោះ V 12 វ៉ុល I 3អំពែយើងសរសេរបាន V 12 វ៉ុល I 3អំពែយើងជំនួសចូលក្នុងរូបមន្តរបស់យើងអញ្ចឹងជំនួសមកតម្លៃទាំងនេះអត់មានតម្លៃណាបំបែកខ្នាតទេយើងយកជំនួសក្នុងរូបមន្តតែម្ដងគឺស្មើនឹង12គុណ3ព្រោះ V ស្មើ12 I ស្មើនឹង3អញ្ចឹងគុណទៅបាន36វ៉ាត់បាទនេះគឺជាតម្លៃអានុភាពនៃអំពូលចង្គៀងរថយន្តដែលយើងគណនាក្នុងករណីប្រកបតង់ខ្យង12វ៉ុលអាងតង់ស៊ីតេចរន្ត3អំពែបាទនៅក្នុងលំហាត់នេះលោកគ្រូមានតែប៉ុណ្ណឹងបាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះសង្ឃឹមថាវីដេអូនេះនឹងជាប្រយោជន៍ដល់បងប្អូនអ្នកសិក្សារូបវិទ្យាថ្នាក់ទី9ទាំងអស់គ្នាបាទសូមបញ្ចប់សូមអរគុណ